ពេលគេហៅបងចេញទៅក្រៅទៅញ៉ាំអីបងមិនហ៊ានបកាយទេបងតែងតែចេញទៅក្រៅទៅញ៉ាំអីជាមួយគេព្រោះខ្លាចគេអន់ចិត្តខ្លាចគេខឹងខ្លាចគេមានបញ្ហាទំនាក់ទំនងជាមួយគេបងធ្វើដាក់អ្នកដទៃអញ្ចឹងបានបងធ្លាប់គិតថាខ្លាចអូនពិបាកចិត្តអត់ខ្លាចអូនអន់ចិត្តអត់បងធ្លាប់ទុកអូនជាមនុស្សសំខាន់នៅក្នុងដួងចិត្តបងអត់នេះគឺជាពាក្យដែលបងប្អូនស្ត្រីមួយចំនួនគាត់កំពុងតែត្អូញត្អែគាត់កំពុងតែជួបនៅក្នុងស្ថានភាពមួយហ្នឹងបងប្អូនទាំងអស់គ្នាដែលជាសុភាពបរោះដែលជាប្តីយើងអាចបារម្ភពីអ្នកដទៃខ្លាចអ្នកដទៃខូចចិត្តខ្លាចអ្នកដទៃបាក់ទឹកចិត្តខ្លាចអ្នកដទៃផ្ដាច់ទំនាក់ទំនងល្អជាមួយយើងមិនសូវមានទំនាក់ទំនងល្អជាមួយយើងចុះបងប្អូនទាំងអស់គ្នាដែលគិតថាខ្លាចប្រពន្ធយើងអន់ចិត្តខ្លាចប្រពន្ធយើងខឹងខ្លាចប្រពន្ធយើងមិនស្រឡាញ់យើងឬក៏ខ្លាចគ្រួសាររបស់យើងមានបញ្ហាអត់ខ្ញុំជឿថាប្រសិនបើយើងចេះខ្លាចគ្រួសារយើងមានបញ្ហាចេះខ្លាចប្រពន្ធយើងខឹងចេះខ្លាចប្រពន្ធយើងអន់ចិត្តហើយយើងយកចិត្តទុកដាក់ជាមួយប្រពន្ធរបស់យើងច្រើនជាងអ្នកដទៃឲ្យច្រើនជាងមនុស្សជុំវិញខ្លួនខ្ញុំជឿថាគ្រួសាររបស់បងប្អូនប្រហែលជាមានសុភមង្គលច្រើនតែភាគច្រើនគឺមិនអញ្ចឹងភាគច្រើនទុកអ្នកដទៃសំខាន់ជាងគ្រួសារពេលខ្លះប្រពន្ធរបស់យើងគាត់មានគំនិតមួយថាបើសិនបើបងទុកអ្នកដទៃសំខាន់បែបហ្នឹងពេលខ្លះអូនក៏មិនចង់ធ្វើជាប្រពន្ធបងដែរអូនក៏ចង់คลายទៅជាអ្នកដទៃដែរពីព្រោះថាអូនពិតជាចំណែនអ្នកដទៃពីព្រោះអ្នកដទៃហៅបងពេលណាបានស្មើហ្នឹងចង់ពិភាក្សាជាមួយបងពេលណាបានពិភាក្សាស្មើហ្នឹងចង់បានគំនិតល្អចេញពីបងស្មើណាបងផ្ដល់ឲ្យគេបានស្មើហ្នឹងគេគឺមានសារៈសំខាន់នៅក្នុងជីវិតរបស់បងអញ្ចឹងអូនក៏ចង់คลายជាគេដូចគ្នាដើម្បីឲ្យបង take care ដើម្បីឲ្យបងព្រួយបារម្ភដើម្បីឲ្យបងយកចិត្តទុកដាក់ដើម្បីឲ្យបងនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាអញ្ចឹងទេពាក្យត្អូញត្អែទាំងអស់នេះហើយគឺបានមកឬក៏គាត់ទទួលបានមកដោយសារតែបញ្ហាប្តីប្រពន្ធគឺមិនសូវត្រូវគ្នាជាពិសេសបងប្អូនសុភាពបរោះយើងមួយចំនួនតូចគាត់បន្ទាប់ពីរៀបការហើយប្រពន្ធគាត់ទុកប្រពន្ធគាត់ចោលគាត់អត់សូវខ្វល់គាត់ដឹងតែឲ្យលុយមួយកញ្ចប់ឬលុយមួយចំនួនគាត់ឲ្យប្រពន្ធរបស់គាត់ធ្វើអីដែលខ្លួនឯងឲ្យប្រពន្ធរបស់គាត់រឹងមាំនឹងខ្លួនឯងហើយគាត់ទុកប្រពន្ធរបស់គាត់ចោលអញ្ចឹងទេបងប្អូនទាំងអស់គ្នាប្រសិនណាបើសិនបើយើងចង់ឲ្យប្រពន្ធរបស់យើងគាត់ទទួលបានសុភមង្គលយ៉ាងពេញលេញយ៉ាងហោចណាស់ក៏យើងត្រូវរកពេលវេលាត្រូវទុកប្រពន្ធយើងសំខាន់ត្រូវទុកប្រពន្ធយើងជាទី1ត្រូវទុកគ្រួសារជាទី1ទើបការតបស្នងហើយនឹងសុភមង្គលវារត់រកគ្រួសាររបស់បងប្អូន